កិច្ចការរបស់ពួកសាវកកាន់គម្ពីរនេះបង្ហាញអំពីប្រវត្តិសង្ខេបនៃការបង្កើតនិងការរីកលូតលាស់ដំបូងនៃពួកជំនុំរបស់គ្រីស្ទបរិស័ទអ្នកខ្លះបានហៅកាន់គម្ពីរនេះថាជាកាន់គម្ពីរកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធពីព្រោះព្រះវិញ្ញាណបរិសុទ្ធជាអ្នកដឹកនាំតាំងពីដើមមកម្ល៉េះក្នុងន័យម្យ៉ាងទៀតនេះជាកាន់គម្ពីរកិច្ចការរបស់សាវក2នាក់គឺពេត្រុសនិងប៉ុល12ជំពូកដំបូងផ្ដោតទៅលើពន្ធកិច្ចរបស់ពេត្រុសគឺចាប់ផ្ដើមពីបន់ថ្ងៃទី50ជាពេលដែលព្រះវិញ្ញាណបរិសុទ្ធបានយាងមកសន្ធិដ្ឋហើយពួកជំនុំក៏បានកើតឡើងនៅពេលដែលពេត្រុសធ្វើការអធិប្បាយគាត់សង្កត់ធ្ងន់ថាព្រះគ្រីស្ទបានរស់ឡើងវិញហើយព្រះគ្រីស្ទជាព្រះអម្ចាស់នៅក្នុងពួកជំនុំដែលចាប់ផ្ដើមឡើងនៅក្រុងយេរូសាឡឹមបែបនោះបងប្អូនចូលរួមស្ទើរតែទាំងអស់ជាសាសយូដាដែលបានប្រែចិត្តជឿលើព្រះយេស៊ូវគ្រីស្ទក្រោយមកសេចក្តីបៀតបៀនក៏បានចាប់ផ្ដើមហើយកាន់តែខ្លាំងឡើងរហូតដល់ទីបំផុតស្តេផានត្រូវបានគេចាប់ខ្លួនហើយគប់នឹងដុំថ្មសម្លាប់ដូច្នេះស្តេផានគឺជាស្មបន្ទាល់ដែលត្រូវបានគេសម្លាប់ដំបូងបង្អស់នៅក្នុងពួកជំនុំនៅពេលនោះពួកអ្នកជឿបានខ្ចាត់ខ្ចាយពាសពេញស្រុកយូដានិងស្រុកសាមារីទាំងប្រកាសដំណឹងល្អនៅគ្រប់ទីកន្លែងដែលពួកគេបានទៅខុសពីបំណងផ្ទាល់ខ្លួនពេត្រុសត្រូវបានចាត់ឲ្យនាំដំណឹងល្អទៅកាន់សាសដទៃផងដែរហើយចាប់ពីពេលនោះទៅពួកជំនុំមិនត្រូវបានកំណត់ចំពោះតែសាសយូដាប៉ុណ្ណោះទេតាមពិតទៅនៅពេលដែលសាសយូដាបន្តបដិសេធដំណឹងល្អនោះពួកជំនុំមានសមាជិកជាសាសដទៃកាន់តែច្រើនឡើងចាប់តាំងពីកិច្ចការជំពូក13ខ4រហូតដល់ជំពូកចុងក្រោយនៃកាន់គម្ពីរនេះមនុស្សដែលសំខាន់បំផុតគឺប៉ុលសាវកប៉ុលបានទទួលសេចក្តីសង្គ្រោះនៅពេលដែលគាត់កំពុងធ្វើដំណើរតាមផ្លូវដើម្បីទៅបៀតបៀនដល់គ្រីស្ទបរិស័ទនៅក្រុងដាម៉ាស់គាត់បានបំពេញបេសកកម្មជាសាវកដល់សាសដទៃដោយដែលពេត្រុសបានបម្រើជាសាវកដល់សាសយូដាផងដែរពន្ធកិច្ចរបស់សាវកប៉ុលអាចបែងចែកជាដំណើរបេសកកម្មចំនួន3សំខាន់សូមមើលផែនទីព្រមទាំងការធ្វើដំណើរទៅកាន់ក្រុងរ៉ូមក្នុងនាមជាអ្នកទោសដំណើរបេសកកម្មលើកទី1ចាប់ផ្ដើមនៅក្រុងអាន់ទីយ៉ូកក្នុងប្រទេសស៊ីរីប៉ុលបាននាំយកសាររបស់ព្រះគ្រីស្ទទៅកាន់កោះគីប្រុសនិងក្រុងខ្លះទៀតនៅអាស៊ីមីណាដំណើរបេសកកម្មលើកទី2ប៉ុលបានទៅតំបន់អាស៊ីមីណាម្ដងទៀតបន្ទាប់មកបានធ្វើដំណើរឆ្លងកាត់ទឹកសមុទ្រឆ្ពោះទៅកាន់ស្រុកម៉ាសេដូននិងស្រុកក្រិកហើយជាចុងក្រោយគាត់បានត្រឡប់មកឯក្រុងអាន់ទីយ៉ូកវិញដោយធ្វើដំណើរកាត់តាមក្រុងអេផេសូនិងក្រុងសេសារ៉ានៅក្នុងដំណើរបេសកកម្មនេះប៉ុលគាត់បានសរសេរកាន់គម្ពីរថេសាឡូនីកទី1និងទី2ដំណើរបេសកកម្មលើកទី3នៅក្នុងដំណើរបេសកកម្មទី3នេះប៉ុលបានធ្វើដំណើរកាត់តាមអាស៊ីមីណាស្រុកម៉ាសេដូននិងស្រុកក្រិករួចក៏បានត្រឡប់មកវិញដោយធ្វើដំណើរកាត់តាមឆ្នេរសមុទ្រភាគខាងលិចនិងខាងត្បូងនៃអាស៊ីមីណាឆ្ពោះទៅកាន់ក្រុងយេរូសាឡឹមក្នុងអំឡុងពេលដែលប៉ុលធ្វើដំណើរបេសកកម្មនេះគាត់បានសរសេរកាន់គម្ពីរកូរិនថូសទី1និងទី2រ៉ូមនិងកាឡាទីកាលគាត់កំពុងធ្វើដំណើរត្រឡប់មកពីដំណើរបេសកកម្មលើកទី3វិញប៉ុលបានទទួលការព្រមានជាច្រើនដងមិនឲ្យចូលទៅក្នុងក្រុងយេរូសាឡឹមព្រោះនៅទីនោះ
គាត់អាចត្រូវគេចាប់ខ្លួនដាក់ក្នុងគុកព្រមទាំងសម្លាប់គាត់ផងដែរទោះជាយ៉ាងណាក៏ដោយប៉ុលតាំងចិត្តនឹងទៅឯក្រុងយេរូសាឡឹមវិញហើយកាលគាត់បានទៅដល់ក្រុងនោះមិនយូរប៉ុន្មានសាសយូដាពីស្រុកអាស៊ីខ្លះបានចោទប្រកាន់ប៉ុលថាគាត់បានបង្ខូចព្រះវិហារប៉ុលត្រូវបានកាត់ទោសនៅចំពោះមុខក្រុមប្រឹក្សាបន្ទាប់មកនៅចំពោះមុខលោកភីលីកជាចៅហ្វាយខេត្តព្រមទាំងលោកផេស្ទុសនិងព្រះរាជាអាគ្រីប៉ាប៉ុន្តែដោយសារគាត់បានសំរើក្តីដល់អធិរាជគេបានបញ្ជូនគាត់ទៅក្រុងរ៉ូមដើម្បីកាត់ទោសនៅចំពោះមុខសេសាសំពៅដែលដឹកគាត់ទៅក្រុងរ៉ូមក៏បានជួបព្យុះបាក់បែកខ្ទេចខ្ទីនៅកោះមេលីតដូច្នេះពួកសំពៅនិងអ្នកដំណើរត្រូវចំណាយពេលនៅទីនោះក្នុងរដូវរងាទីបំផុតនៅពេលដែលប៉ុលបានមកដល់ក្រុងរ៉ូមគាត់ក៏បានទទួលការអនុញ្ញាតឲ្យនៅក្នុងផ្ទះជួលដាច់តែឯងដោយមានទាហានម្នាក់នៅយាមគាត់នៅទីនោះគាត់បានចំណាយអស់រយៈពេល2ឆ្នាំទាំងបង្រៀនព្រះបន្ទូលដល់អស់អ្នកណាដែលមកឯគាត់ហើយក៏បានសរសេរសម្បត្តិទាំងប៉ុន្មានក្នុងគ្រាជាប់ឃុំឃាំងដែលមានដូចជាអេផេសូភីលីបកូឡូសនិងភីលេម៉ូនទោះបីជាកាន់គម្ពីរកិច្ចការបានបញ្ចប់នៅត្រឹមនេះក៏ដោយមានភស្តុតាងជាច្រើនដែលបញ្ជាក់ថាប៉ុលបានទទួលសេរីភាពក្រោយពេលដែលគាត់បានជាប់គុកជាលើកទី1នេះហើយគាត់ធ្វើដំណើរបានច្រើនទៀតនៅពេលនោះគាត់ច្បាស់ជាបានសរសេរកាន់គម្ពីរធីម៉ូថេទី1ទីតូសនិងហេព្រើរបើសិនជាប៉ុលជាអ្នកនិពន្ធកាន់គម្ពីរហេព្រើរពិតមែនគេជឿថាប៉ុលត្រូវបានគេចាប់យកទៅក្រុងរ៉ូមជាលើកទី2ហើយជាប់គុកម្ដងទៀតគាត់ប្រហែលជាបានសរសេរសម្បត្តិទី2ដល់ធីម៉ូថេនៅពេលនោះឯងគឺមិនយូរប៉ុន្មានមុនពេលគេប្រហារជីវិតគាត់